ជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន3គ្រួសារទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតនៅព្រឹកថ្ងៃទី28ខែកុម្ភៈឆ្នាំ2026លោកម៉ៅផល្លាទីប្រឹក្សាសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលហើយក៏ជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលតំណាងឯកឧត្តមប្រធានកិត្តិយសផេងគិនស្រុនបានសហការជាមួយលោកឆេងកំថនប្រធានសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តបន្ទាយមានជ័យព្រមទាំងសមាជិកសមាជិកាមួយចំនួនហើយក៏បានសហការជាមួយអាជ្ញាធរភូមិសង្កាត់នាំយកស្បៀងអាហារជាគ្រឿងឧបភោគបរិភោគជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីទៅឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន3គ្រួសារដែលស្ថិតនៅភូមិអូនៀងសង្កាត់អូរស័យក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុងឱកាសនោះដែរលោកម៉ៅផល្លាប្រធានក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាលក៏បានពំនាំនៅការផ្ដាំផ្ញើនឹករលឹកសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងគ្រួសារដែលបានទទួលអំណោយលោកប្រធានក៏បានបន្តទៀតថាសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែងម្យ៉ាងទៀតលោកប្រធានក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាពនិងបង្កើនផលដាំដំណាំចិញ្ចឹមសត្វប្រកបរបររកទទួលទានដោយសុចរិតទៀងត្រង់និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីភាពសុខដុមរមនារបស់យើងទាំងអស់គ្នាលោកបន្តទៀតថាផឹកទឹកត្រូវនឹកដល់ប្រភពច្រកប្រមលប់ត្រូវនឹកដល់អ្នកដាំទីណាមានការលំបាកទីនោះមានគណៈបកប្រជាជនកម្ពុជានិងមានសម្ដេចតេជោហើយនិងសម្ដេចធិបតីហ៊ុនម៉ាណែតដោយលោកទាំងពីរមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋអត់អាហារឡើយអំណោយទទួលបានស្មើគ្នារួមមានដូចជាអង្ករ2ការ៉ុងស្មើនឹង50គីឡូក្រាមមី1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរត្រីខកំប៉ុង1យួរទឹកបរិសុទ្ធ1កេសនិងថវិកាចំនួន 10,000 រៀលផងដែរនេះឱកាសនោះតំណាងឲ្យបងប្អូនប្រជាពលរដ្ឋទាំង3គ្រួសារខាងលើបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅនិងខ្ពង់ខ្ពស់បំផុតជូនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីដែលលោកទាំងពីរតែងតែឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងជាក់ស្ដែងពួកគាត់ទទួលបានដូចថ្ងៃនេះតែម្ដង